ថ្ងៃបញ្ចប់សាកលវិទ្យាល័យគេតែនិយាយថាវាដូចជាការចាប់ផ្ដើមថ្មីក៏ប៉ុន្តែសម្រាប់ខ្ញុំវាដូចជាការចាប់ផ្ដើមនៃការសង្ស័យមួយខ្ញុំឈរនៅកន្លែងដដែលមិនដឹងថាត្រូវទៅណាមិនដឹងថាត្រូវធ្វើអីបន្ទាប់ក្លែកមកមើលមនុស្សជុំវិញខ្លួនខ្ញុំពួកគាត់មើលទៅដូចជាមានផ្លូវរបស់ពួកគាត់ដែលត្រូវដើរមានគោលដៅនិងមានផែនការរបស់ពួកគាត់តែខ្ញុំវិញមានតែសំណួរតើខ្ញុំគួរធ្វើអ្វីទៀតហើយតើអនាគតខ្ញុំទៅជាយ៉ាងណាជាក់ស្ដែងខ្ញុំស្ថិតនៅក្នុង comfort zone កន្លែងដែលមានសុវត្ថិភាពសម្រាប់ផ្លូវចិត្តក៏ប៉ុន្តែវាមិនមានអ្វីផ្លាស់ប្ដូរថ្ងៃខ្លាចទៅជាសប្តាហ៍ក៏ខ្លាចទៅជាខែហើយខែក៏ខ្លាយទៅជាឆ្នាំដោយគ្មានអ្វីផ្លាស់ប្ដូរតរសោះមួយថ្ងៃហើយក៏មួយថ្ងៃទៀតអនាគតមួយដែលខ្ញុំធ្លាប់ស្រមៃវាកំពុងតែបាត់បង់ទៅម្ដងបន្តិចហើយវាក៏ខ្លាចជាពាក្យសាមញ្ញមួយបើសិនជាខ្ញុំព្យាយាមហើយបើសិនជាខ្ញុំមិនខ្លាចនឹងមានរឿងល្អៗជាច្រើនកើតឡើងនៅលើជីវិតរបស់ខ្ញុំនៅផ្លូវបន្ទាប់ក៏ប៉ុន្តែរបស់ទាំងអស់នេះគឺគ្រាន់តែជាពាក្យបើសិនជាតែប៉ុណ្ណោះខ្ញុំខ្លាចនឹងដើរទៅមួយជំហានគឺវាខុសខ្លាចបរាជ័យហើយខ្លាចមិនល្អគ្រប់គ្រាន់ហើយរាល់យប់ខ្ញុំតែងតែគិតពីអនាគតគ្រាន់តែគិតទេព្រោះអត់ហ៊ានចាប់ផ្ដើមក៏ប៉ុន្តែប្រហែលជាអនាគតមិនត្រូវការឲ្យខ្ញុំត្រៀមខ្លួនរួចរាល់ទាំងអស់ទេមើលទៅវាដូចជាត្រូវការតែជំហានដំបូងតូចមួយតែប៉ុណ្ណោះហើយថ្ងៃណាមួយខ្ញុំនឹងត្រូវជ្រើសរើសថានៅទីនេះឬក៏ដើរចេញតែមើលទៅខ្ញុំប្រហែលជាមានចម្លើយតូចមួយសម្រាប់ខ្លួនឯងហើយទោះបីជាខ្ញុំមិនទាន់ប្រកាសចិត្តក៏ដោយខ្ញុំក៏នៅតែសម្រេចចិត្តថានឹងត្រូវតែដើរទៅមុខទៀតរៀនស្វែងយល់និងសិក្សាពីអ្វីដែលថ្មីតទៅមុខទៀត